mà ngày môn nó bật sai bị bật đấy là hồi đợt chọn đợt nhóm hai chọn đợt bù giờ mấy cái đào luôn thì sẽ bảo tăng cho mỏ nực hơn trong phơ hiện tham bật sai cho mùi nâng hưởng tham cọ là bỏ pin ní cứ nhông miên được không tè bữa tay trong phép tham bên na phù phở đời xa tay này khác còn cơ ta còn cọ có hi sẽ bảo còn bật sai ấy chấn cứ còn phở nè hay này khác còn bật sai hay chấn cứ còn cọ bật á đợt chẳng tới còn nơi bật to phở mùi nè tại để nhung phép á này tao khi chậm sạp nhung cọ á đây là nè tao có có lưu sâu là việc nâng á trên bị cái nông thủ mỏng trên bị cái nông suốt mỏng á nè tao đi phở mùi nèปีนี้cái hai tha over counter được kia tê chẳng về từ bốn nhưng hi sẽ bảo nhưng tăng cho một khang đó chẳng tớiแต่ฟ้าคือchỉ một bộ anti histamineហើយវាជួយកុំឲ្យយើងហ៊ានសបោកុំឲ្យយើងតឹងច្រមុះដល់ពេលយើងអត់ហ៊ានសបោតឹងច្រមុះទៅវាអត់ល្មមណាកន្លែងកនេះអញ្ចឹងទៅយើងអន់ក្អកអញ្ចឹងវាទប់ក្អករបៀបហ្នឹងប៉ុន្តែនៅពេលដែលយើងផ្ដាសាយហើយប្រហែលថ្ងៃវាយើងធុងជីណាប៉ុន្តែវាមាន slash នៅពីក្នុងធុងយើងមកវិញ slash នៅក្នុងសួតយើងឡើងមកវិញយើងមានអារម្មណ៍ថាឡើង slash ឡើង slash ហើយពេលដែលអ្នកទាំងអស់គ្នាក្អកទៅក្អកឬសូដូចខ្ញុំអញ្ចឹងហ៎I think it's time to go for this one ប៊ីសវងនេះគឺជាប្រភេទ Bromexin ហ្នឹងគឺជាអ្នកដែលបំបែក slash បានន័យថាកុំឲ្យអា slash នៅក្នុងសួតរបស់យើងនឹងវាខាសដល់ពេលវាខាសយើងក្អកទៅវាលឺខុងហើយវាក្អកចេញអញ្ចឹងយើងត្រូវបំបែកវាអស់ដល់ពេលយើងក្អកទៅវាចេញជា slash ពួកអីអា slash ហ្នឹងគឺវាជាប្រមូលផ្ដុំនៅអា particle ឬក៏របស់មិនល្អអីផ្សេងដែលសួតរបស់យើងនឹងវាផឹងធាក់ចេញណាអញ្ចឹងបើសិនជាអ្នកដែលគាត់មានអាការៈអញ្ចឹងហើយស្រាប់តែគាត់ទៅទិញថ្នាំបាត់ក្អកដោយពពួក dextro ដូចអីចឹងស្រោដែលបិទទប់កុំឲ្យក្អកហ្មងអាហ្នឹងអត់ល្អទេអត់ត្រូវដែរវាធ្វើឲ្យសួតរបស់យើងហ្នឹងវាស្ដុកទុកនៅអាមេហុកហ្នឹងវាអត់មានអា reflex ក្អកហ្នឹងឲ្យធាក់អាពពួកមេហុកឬក៏ particle មិនល្អហ្នឹងចេញពីក្នុងសួតអញ្ចឹងអ្នកដែលគាត់ខ្លួនផ្ដាសាយហើយគាត់ឡើង slash ពីក្នុងសួតឬអីហ្នឹងគាត់ក្អកហ្នឹងត្រូវឲ្យក្អកប្រហែលថ្ងៃទៅប៉ុន្តែប្រសិនបើវាពិបាកពេកក្អកហើយអត់ដូចខ្ញុំអញ្ចឹងហើយចង់ឲ្យរបៀបថាកុំឲ្យវាឈឺខ្លាំងពេកកុំឲ្យវាវេទនាខ្លាំងពេកអានឹងអាចប្រើប៊ីសវងនេះបានអានឹងអាចបន់ក្អកហើយពីនេះ over counter ទេអ្នកនរគ្នាអត់មាន prescription ក៏ទៅទិញនៅ pharmacy បានដែរប៉ុន្តែប្រសិនបើឧទាហរណ៍ថាផ្ដាសាយក្អកវាលើសពីមួយអាទិត្យហើយវាអត់អត់ធូរឬក៏វាយ៉ាប់ទៅជាងមុនក្អកមកមានឈាមក្អកមកចុកធូងខ្លាំងឬក៏យប់ឡើងគេងហត់ដកដង្ហើមមកដល់គ្នាអានឹងគឺជាសញ្ញាដែលត្រូវទៅរកគ្រូពេទ្យអត់មានទិញថ្នាំនៅ pharmacy ទៀតទេថ្ងៃនេះចង់ចែកលេខប៉ុណ្ណឹងអីចឹងថ្ងៃក្រោយជួបគ្នាទៀតមួយថ្ងៃនេះប្រហែលអត់សូវមានវីដេអូឲ្យមើលដោយសារក្អកខ្លាំងមែនតើហ្មង